អត្ថបទស្ដាប់ពិធីចម្រើនអាយុពាក្យថាចម្រើនអាយុជាពាក្យហៅទូទៅសម័យពិធីនេះច្រើនតែជាមនុស្សដែលមានវ័យចំណាស់ហើយដែលកូនចៅផ្ទាល់ព្រមទាំងញាតិមិត្តជិតឆ្ងាយប្រារព្ធពិធីនេះជូនទោះបីជាក្នុងចិត្តពុំប្រកាសថាធ្វើទៅច្បាស់ជាបានអាយុច្រើនមែនក៏អ្នកទាំងនោះធ្វើជូនគាត់ជាកិច្ចដឹងគុណដែររីឯសម័យពិធីដែលជាមនុស្សចាស់នោះយ៉ាងហោចណាស់ក៏មានចិត្តសោមនស្សរីករាយដោយឃើញថាកូនចៅជិតឆ្ងាយបង្ហាញការគោរពដឹងគុណមកខ្លួននៅតាមជនបទខ្លះដែលអ្នកស្រុករស់នៅតាមប្រពៃណីបុរាណនៅឡើយនោះគេធ្លាប់ប្រទះឃើញថាគេប្រារព្ធពិធីនេះជូនដល់នរណាម្នាក់ដែលគេគោរពទូទៅដោយយល់ថាអ្នកនោះជាចាស់ទុំធ្លាប់ជួយគេឯងច្រើនបែបច្រើនប្រការឧទាហរណ៍អាចារ្យម្នាក់ដែលអ្នកភូមិតែងគោរពជាដើមក្នុងករណីនេះឃើញថាពុំចាំបាច់តាក់ទងគ្នាជាសាច់ញាតិអ្វីផងពិធីចម្រើនអាយុគឺជាពិធីមួយដែលគេឧបកិច្ចថាសម័យពិធីដែលច្រើនជាមនុស្សចាស់នោះស្លាប់ហើយកើតសារជាថ្មីវិញក្នុងបំណងឲ្យអ្នកនោះរស់បានយូរតទៅទៀតពិធីបុណ្យនេះនិយាយដោយសង្ខេបគឺពិធីបុណ្យបច្ច័យ4ពិធីបុណ្យច័ន្ទសុគរីសូត្រនិងពិធីបុណ្យឆាកមហាបង្សកូលដែលជាពិធីបុណ្យមានលំនាំពិធីប្រហាក់ប្រហែលគ្នាពិធីបុណ្យបច្ច័យ4មានភាពសាមញ្ញជាងគេបច្ច័យ4គឺបណ្ឌបាតចៃពរសេនាសនៈគិលានភេសជ្ជៈដែលគេប្រគេនទៅព្រះសង្ឃដើម្បីឲ្យកុសលកើតឡើងពីទាននោះបានទៅដល់សម័យពិធីម្យ៉ាងវិញទៀតដោយសារកិច្ចដែលធ្វើទោះជាខ្លីយ៉ាងដូចម្ដេចក្ដីក៏មានន័យថាអ្នកនោះស្លាប់ហើយកើតវិញនោះគេតែងរៀបចំបន្លុងសម្រាប់ព្រះសង្ឃតោះផងពុំខុសពីបុណ្យសពប៉ុន្មានឡើយបើពិធីនោះឆ្លងមួយយប់កិច្ចដែលសំខាន់ក្នុងថ្ងៃទី1គឺឆាកនោះសង្ខេបមកគឺសម័យពិធីក្រាបនៅក្រោមកំណាត់សមួយដែលគ្របដណ្ដប់លើខ្លួននៅពីមុខមានព្រះសង្ឃសូត្រធម៌បង្សកូលទាញយកកំណាត់សនោះម្ដងបន្តិចរហូតផុតពីខ្លួនសម័យពិធីក្នុងសកម្មភាពបែបនេះគឺបង្ហាញថាសម័យខ្លួនកើតសារជាថ្មីមកវិញកំណាត់សនោះគ្មានអ្វីក្រៅពីសម្ពុតស្នប់រំខ្មោចនៅឡើយក្នុងយប់នោះជួនកាលគេមាននិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាតម្រូវតាមពិធីទៀតផងរីឯកិច្ចសំខាន់វេលាស្អែកឡើងក្រៅពីកិច្ចរាប់បាតជាដើមគឺកិច្ចស្រង់ទឹកដល់សម័យខ្លួនជាធម្មតាតែងឃើញគេសង់បោះស្បុកដើម្បីឲ្យសម័យពិធីអង្គុយលើនោះរីឯកូនចៅជាអ្នកធ្វើបុណ្យក៏កាន់ភាជន៍ទឹករៀងខ្លួនទៅស្រោចទឹកជូនគាត់នេះគឺជាកិច្ចធំរបស់បុណ្យបច្ច័យ4ចំពោះពិធីបុណ្យច័ន្ទសុគរីសសូត្រវិញគេយកឈ្មោះសាស្ត្រាដែលព្រះសង្ឃយកមកសូត្រនោះដាក់ជាឈ្មោះពិធីបុណ្យតែម្ដងគេតែងប្រទះឃើញពិធីបុណ្យនៅតំបន់អង្គរគឺគេតែងតែសាងភ្នំខ្សាច់2កន្លែងភ្នំខ្សាច់មួយនៅក្នុងផ្ទះធ្វើនៅលើរានមួយមានស្រទាប់ចេកច្រើនជាន់គេចែកផ្ទៃនោះជា4នៅចំកណ្ដាលមានភ្នំខ្សាច់មួយធំជាងគេរីឯផ្ទៃនីមួយមានភ្នំខ្សាច់តូចចំនួន25បើរាប់តែភ្នំតូចលើផ្ទៃ4នោះឃើញថាមានចំនួន100ត្រូវនឹងពាក្យឲ្យពោលថាសូមឲ្យបានអាយុ100បើរាប់ទាំងភ្នំធំនៅកណ្ដាលផងឃើញថាចំនួនឡើងដល់101សមនឹងពាក្យថាអាយុយឺនយូរជាង100វស្សាភ្នំខ្សាច់ទី2ធ្វើនៅដីតែមានខ្សែអំបោះនៅភ្ជាប់មកក្នុងផ្ទះត្រង់ទីដែលធ្វើកិច្ចដែរភ្នំនេះពុំសំដៅលើអាយុដែលគេចម្រើនឲ្យអ្នកនោះទេគឺជាសកលលោកពោលគឺចក្រវាលបង្រួមមកនៅតូចដូចជាភ្នំខ្សាច់នៅពេលចូលឆ្នាំដូច្នោះដែរនៅទីនេះគេពុំត្រឹមតែឲ្យមនុស្សមកក្រាបនៅក្រោមស្នូបប៉ុណ្ណោះឡើយគឺគេឲ្យក្រាបនៅលើវត្ថុមួយដែលស្នងមនុស្សនោះវត្ថុនោះហៅថាអង្ករស្នងដំបូងឡើយគេថ្លឹងអង្ករឲ្យស្មើនឹងទម្ងន់មនុស្សទើបគេយកទៅរាយលើកំណាត់សមួយផ្ទាំងលើនោះ
គេយកត្រឡោកដូងមួយចំហៀងកំណាត់អំពៅចេកមករៀបធ្វើជាក្បាលឆ្អឹងទ្រនុងខ្នងឆ្អឹងដៃជើងឆ្អឹងជំនីហើយវិចខ្ជាប់ទាំងនោះចិត្តជារាងទ្រវែងមានន័យថាអង្ករមួយកញ្ចប់នោះពុំមាននរណាក្រៅពីសាមីខ្លួននោះឡើយដោយសារគេត្រូវឧបកិច្ចថាអ្នកនោះស្លាប់គេយកមឈូសធ្វើពីស្រទាប់ចេកដោយមានកំណាត់ឈើតាត្រៅចងភ្ជាប់ជាមួយផងមកដាក់លើកញ្ចប់នោះគេឲ្យសាមីពិធីមកក្រាបពីលើនោះហើយគេគ្របកំណាត់សពីលើនៅពីក្រោយគាត់មានពេមួយដែលជាពេកាត់គ្រោះធ្វើនេះដើម្បីឲ្យព្រះសង្ឃសូត្រឆាកទាញសម្ពុតស្នប់យកទៅបញ្ជាក់ថាសាមីពិធីនោះកាត់សារជាថ្មីពុំខុសពីកិច្ចដែលនិយាយនៅបុណ្យបច្ច័យ4ឡើយលុះឆាករួចហើយគេយកពេនោះទៅចោលទៅទិសតាមអាចារ្យបង្គាប់ហើយនៅជិតនោះគេយកមឈូសអំបាញ់មិញទៅដុតដោយឈើតាត្រៅនោះឯងកិច្ចនេះគេបញ្ជាក់ច្បាស់លាស់ថាគេឧបកិច្ចថាសាមីពិធីនោះស្លាប់រីឯអាត្មាគាត់ថ្មីគឺចេញមកពីការឆាកអំបាញ់មិញនេះក្រៅពីកិច្ចរាប់បាតការស្រង់ទឹកឲ្យបានត្រជាក់ត្រជុំអាចចាត់ទុកថាជាកិច្ចបញ្ចប់ហើយពិធីបុណ្យឆាកមហាបង្សកូលជាពិធីមួយដែលអ្នកស្រុកតំបន់អង្គរតែងប្រារព្ធដែរពិធីនេះសាមីពិធីត្រូវគេដាក់ឲ្យអង្គុយលើគ្រែហើយប្រតិក្សិណ3ជុំទីកន្លែងធ្វើបុណ្យនោះសិនគេធ្វើបុណ្យនេះនៅពេលអាត្រៀតក្នុងរោងដែលគេរៀបចំសម្អិតសម្អាងវិចិត្រហៅថារោងឆាកនៅជុំវិញរោងនោះគេបោះបង្គោលទៀបចងខ្សែធ្វើជាផ្លូវច្រើនរូតសម្រាប់ព្រះសង្ឃមួយអង្គដែលថ្នាក់ខាងកម្មដ្ឋានចង្ក្រមភេវនាច្រូចទឹកនៅពេលដែលព្រះអង្គនិមន្តយឺតតាមប្រឡោះបង្គោលនោះពិធីចង្ក្រមនេះធ្វើឡើងទៅតាមការរៀបរាប់ពីដំណើរដែលមនុស្សម្នាក់ចាប់កំណើតក្នុងផ្ទៃម្ដាយតាំងពីកាលដែលទំហំនោះស្មើនឹងទំហំព្រៃល្ងចាប់លើចុងស័កមួយសរសៃរហូតដល់ធំធាត់ម្ដងបន្តិចក្នុងផ្ទៃមេដាដោយមានរៀបរាប់នៅក្នុងគម្ពីរអភិធម្មបើពិចារណាឲ្យជ្រៅទៅព្រះសង្ឃអង្គនោះប្រៀបបានទៅនឹងមេជីវិតដែលចូលទៅក្នុងឧទោបង្កើតបានជាមនុស្សម្នាក់ឡើងឧទោនោះគឺរោងឆាកនេះឯងការចង្ក្រមភេវនានិមន្តយឺតតាមរូតម្ដងមួយទីបំផុតក៏និមន្តទៅដល់មាត់រោងឆាកព្រះសង្ឃក៏អាចទាញសម្ពុតសដែលពីក្រោមនោះមានជាពណ៌មួយជាន់ទៀតដើម្បីឲ្យសាមីពិធីលេចខ្លួនជាថ្មីឡើងប្រៀបបីដូចជាកើតឡើងវិញដូច្នោះសរុបមកកិច្ចទាំង3បែបនេះដូចបានជម្រាបរួចមកហើយថាធ្វើឡើងដោយសង្ខេបជាទីបំផុតដើម្បីបំណងរបស់យើងគឺគ្រាន់តែចង់សង្កត់ទៅលើន័យនៃកិច្ចសំខាន់ដែលនិយាយយ៉ាងខ្លីមកថាឧបកិច្ចឲ្យស្លាប់ហើយកើតវិញដើម្បីឲ្យសាមីពិធីនោះរស់បានយូរតទៅទៀតហើយអាចថាជាពិធីលើករាសីសម្រាប់ឆ្នាំថ្មីផងដែរ